បាទតោះសួស្តីបាទសួស្តីពុកម៉ែបងប្អូនទាំងអស់គ្នាបាទថ្ងៃនេះព្រឹកប្រាបេតាហ្វាមបាទឆ្លៀតចេញវីដេអូបន្តិចដែលបងប្អូនតែងតែខមមិនចង់ដឹងបាទពាក់ព័ន្ធនឹងការមាក់ត្រីបាទថ្ងៃនេះខ្ញុំដោយសារតែខ្ញុំបាទរៀងយប់បន្តិចហើយបងប្អូនរៀងល្ងាចឲ្យភ្លៀងបាទម៉ោង4ហើយហើយល្ងាចនេះខ្ញុំចាប់ត្រីឡើងមាក់ហើយក៏ខ្ញុំឆ្លៀតបាទឆ្លៀតថតវីដេអូចែកជូនដល់ពុកម៉ែបងប្អូនទស្សនាបាទនេះគឺជាកែវមាក់ត្រីបងប្អូនបាទកែវមាក់ត្រីរបស់ព្រែកប្រាបេតាហ្វាមគឺមាក់កែវទូចទេបាទដោយសារតែត្រីយើងច្រើនបាទកែវនេះបាទអញ្ចឹងថ្ងៃនេះខ្ញុំបាទខ្ញុំឆ្លៀតចេញវីដេអូបាទចេញវីដេអូដើម្បីចែកជូនបទពិសោធន៍នេះសម្រាប់ឲ្យបងប្អូនមើលចំនួន30កែវបាទនេះគឺកែវ30ហើយក្នុងនេះគឺខ្ញុំបានមាក់លេខ29ហើយនឹង66បាទនេះបាទនេះគឺ10នេះគឺ10នេះគឺយើងមាក់លេខ66ហើយអានេះគឺលេខ29បាទដែលជាត្រីដែលកំពុងតែបកែប្រចាំហ្វាមបាទមួយរយៈមុនគឺយើងមាន2លេខដែរគឺ201ហើយនឹង58បាទតទៅពេល2លេខនោះវារៀងធ្លាក់បន្តិចប៉ុន្តែអា2នេះកំពុងឡើងខ្លាំងបាទអញ្ចឹងត្រីយើងមានត្រីឡើងបាទពេញលេងបាទឡើងជាបន្តបន្ទាប់អញ្ចឹងណាបងប្អូនហើយឥឡូវខ្ញុំឆ្លៀតធ្វើបាទនេះការកែវមាក់ត្រីហើយខ្ញុំចង់លើកបាទលើកបង្ហាញពីទឹកមាក់របស់ព្រែកប្រាបេតាហ្វាមបងប្អូនអាចលើកហើយជាមួយនឹងបាទគឺវាមានពណ៌របស់វាដូចជាមង្ឃុតកម្ៅបាទហើយឆ្លោះជាមួយនឹងភ្លើងបាទបងប្អូនអាចប្រចាំងភ្លើងទៅឃើញថាទឹកមាក់របស់ព្រែកប្រាបេតាហ្វាមគឺគុណភាពហ្នឹងបងប្អូនបាទមើលទៅបាទគឺឡើងក្រហមតែម្ដងហើយត្រីនៅក្នុងហ្នឹងគឺបាទដោយសារតែយើងទៅតែអានេះយើងទៅតែនឹងចាប់ដាក់ទេបាទលេខ66នេះបាទតែបងប្អូនងាកមកមើលលេខបាទលេខ29បាទមុននេះគឺវាមានពពុះបងប្អូននេះវាពពុះចេះប៉ុន្តែដោយសារខ្ញុំបាទខ្ញុំថែមដើម្បីឲ្យវាពេញគឺវាមានពពុះតាមកែវបាទនេះពពុះឃើញទេបងប្អូនវាធ្វើពពុះតាមកែវអញ្ចឹងបាទហើយយើងងាកមកមើលបាទងាកមកមើលទឹកមាក់ខ្ញុំឥឡូវនេះសល់តែប៉ុណ្ណេះទេបាទសល់តែប៉ុណ្ណេះទេទឹកមាក់ហើយនេះយើងប្រើសម្រាប់ទឹកចិញ្ចឹមណាបងប្អូនបាទនេះគឺជាទឹកមាក់ដែលសល់ហើយឥឡូវយើងបើកទឹកដាក់ចោលអញ្ចឹងដើម្បីយើងឡើងចំត្រីវិញបាទហើយមិនទាន់បានធ្វើបន្តទៀតទេបាទមិនទាន់បានធ្វើបន្តទៀតទេប៉ុន្តែចង់ថតបាទចង់ថតឲ្យបងប្អូនបានឃើញហើយពាក់ព័ន្ធនឹងការបាទហើយមើលទឹកត្រីដែលយើងឡើងចិញ្ចឹមវាហ្នឹងគឺទឹកត្រីគឺស្អាតបងប្អូនបាទស្អាតរឿងត្រីខាំមួយបងប្អូនតែងតែមើលរំលងការអនាម័យត្រីបាទអញ្ចឹងធ្វើឲ្យត្រីឈឺហើយត្រីងាប់បាទហើយសម្រាប់កែវវែងនេះគឺឥឡូវហ្នឹងយើងកំពុងតែបង្វឹកបាទបង្វឹកប្រភេទព្រៃកាត់បាទហើយនឹងបាទត្រីត្រៀមលេងបាទលេងលុយខ្លះទៀតបាទខ្ញុំចង់បង្ហាញប្រាប់បងប្អូនឃើញឆ្ងល់ថាកែវតៅហ៊ូយើងបាទមានត្រីក្នុងហ្នឹងហើយយើងចងខ្សែបាទតែសិតតែក្បាច់ថ្មីហើយបាទក្បាច់ថ្មីប៉ុន្តែខ្ញុំនឹងធ្វើវីដេអូតាមក្រោយបងប្អូនណាប៉ុន្តែថ្ងៃនេះខ្ញុំគ្រាន់តែចង់បង្ហាញពីការមាក់ត្រីបាទមាក់ត្រីចែកជូនដល់ពុកម៉ែបងប្អូនឲ្យបានឃើញថាយើងមាក់កែវទូចអញ្ចឹងគឺវាបាទវាស្ងប់ល្អបាទបើមាក់កែវធំគឺមានរបៀបមាក់ផ្សេងទៀតអញ្ចឹងការមាក់ត្រីការសីត្រីការបង្ហាត់ត្រីវាមានរបៀបច្រើនណាស់បងប្អូនបាទមានរបៀបច្រើនណាស់តែខ្ញុំនឹងព្យាយាមធ្វើវីដេអូម្ដងមួយចែកជូនបងប្អូនស្រឡាញ់ក្បាច់ណាបាទក្បាច់ណាតាមចិត្តបងប្អូនហើយចង់ឲ្យបងប្អូនតាមដានបាទតាមដានវីដេអូរបស់ខ្ញុំបាទនឹងបានឃើញក្បាច់ថ្មីឥឡូវហ្នឹងគឺយើងចាប់ផ្ដើមមានពេលថតឡើងវិញខ្លះហើយបាទអញ្ចឹងខ្ញុំនឹងព្យាយាមមើលបន្ថែមក្បាច់ឲ្យបងប្អូនដឹងថាពេលដែលយើងធ្វើក្បាច់អញ្ចឹងគឺយើងប្រក្រាបបាទប្រក្រាបត្រីដែលគេផ្ទៃក្បាច់របៀបណាបាទគឺមានក្បាច់សម្លាប់គេហៅក្បាច់សម្លាប់បាទប៉ុន្តែក្បាច់សម្លាប់ហ្នឹងវាស្ថិតនៅលើត្រីរបស់យើងដែរបាទគុណភាពត្រីដែរអញ្ចឹងណាតើយើងសីក្បាច់ហ្នឹងវាឡើងអត់ត្រីខ្លះសីអត់ឡើងទេបងប្អូនណាសីបាក់តែម្ដងបាទធ្វើឲ្យខូចត្រីតែម្ដងអញ្ចឹងយើងមើលគុណភាពត្រីកាលណាយើងសីយើងធ្វើបាទយើងធ្វើ5 6កែវអញ្ចឹងយើងមាន2លេខឬក៏3លេខអញ្ចឹងទៅហើយយើងមើលត្រីណាដែលវាអាចឡើងដល់ក្បាច់ហ្នឹងយើងអាចទប់ជាមួយនឹងត្រីដែលគេសីក្បាច់បែបចេះបានអត់បាទឥឡូវខ្ញុំចេញវីដេអូនេះដើម្បីឲ្យពុកម៉ែបងប្អូនបានឃើញថាមួយរយៈនេះគឺយើងរវល់ក្នុងការសីបាទសីត្រីច្រើនបាទហើយការបង្កាត់អីហ្នឹងគឺនៅចុងខែ8នេះគឺយើងមានការបង្កាត់ដោយយើងបានបាទត្រៀមបងប្អូនឃើញត្រៀមមេបាកាលនេះទៀតបាទនេះគឺមេបាហើយសម្រាប់កែវខាងលើនេះក៏ម៉ាក់ដែរបងប្អូនគឺយើងម៉ាក់បាទយើងម៉ាក់កែវធំបាទ
នេះខ្ញុំប្រចាំង7អញ្ចឹងទៅដើម្បីឲ្យបងប្អូនខាងឃើញបាទសម្រាប់យើងម៉ែកែវធំនេះបងប្អូនវាចំណាយទឹកម៉ែកច្រើនណាស់បាទប៉ុន្តែដោយសារតែត្រីច្រើនហើយបងប្អូនយើងគាត់កំងឲ្យសុំឲ្យម៉ែកឲ្យបាទអញ្ចឹងមានបងប្រុសបាទគាត់កំង30គ្រាប់ឥឡូវយើងម៉ែកែវធំជូនគាត់តែម្ដងដើម្បីឲ្យសុខភាពត្រីហ្នឹងក៏វាល្អបាទយើងមើលទោះបីជានៅក្នុងកែវម៉ែប៉ុន្តែត្រីគឺវាពពុះបងប្អូនបាទវាធ្វើពពុះធំណាស់បាទនៅក្នុងកែវម៉ែហ្នឹងគឺមានពពុះបងប្អូនឃើញបាទអញ្ចឹងត្រីនេះគឺចេញពីទឹកម៉ែមកគឺគុណភាពតែម្ដងបាទយកមកបង្ហាត់វាបាទវឹកវើនវាហើយការសីត្រីរាល់ថ្ងៃនេះគឺសម្រាប់ប្រេចប្រាបេតាហ្វាមនោះបាទសី4ក្បាច់បាទហើយត្រីមួយរយៈនេះគឺយើងចេញឈ្នះច្រើនបាទឈ្នះច្រើនដោយសារតែកូនសបុកយើងចេញមិនថាត្រីក្នុងស្រុកឬក្រៅស្រុកទេបាទឲ្យតែត្រូវគីឡូវាយទាំងអស់បាទយើងនិយាយអញ្ចឹងទៅមកបាទវាយទាំងអស់បាទឥឡូវបាទចង់ឲ្យបងប្អូនឃើញបាទហើយថ្ងៃនេះភ្លៀងបាទភ្លៀងមានអីបាទតែចេះតែឆ្លៀតចេញវីដេអូបាទចេញវីដេអូដើម្បីចែកជាបទពិសោធន៍បាទក៏ដូចជាការម៉ែក់ត្រីថាឃើញបងប្រេចប្រាម៉ែក់ច្រើនណាស់ប៉ុន្តែថ្ងៃនេះខ្ញុំម៉ែក់កែវទូចហើយឆ្លៀតថតបាទឆ្លៀតថតជូនបងប្អូនមើលបាទហើយវីដេអូស្អែកខ្ញុំនឹងធ្វើវីដេអូឲ្យខ្ញុំឆ្លៀតបង្ហាញថាចាំមើលថាតើត្រីនេះវាមានធ្វើពពុះអត់បាទពពុះអត់ហើយបងប្អូនកុំឃើញម៉ែក់អញ្ចឹងហើយអត់ចំហទេគឺយើងមានកសែងបាទមានកសែងគ្របវាបាទកសែងគឺយើងគ្របវាបើមិនអញ្ចឹងអត់ទេលោតបាត់អស់ហើយអូខេបងប្អូនបាទថ្ងៃនេះខ្ញុំចេញវីដេអូបាទខ្លីៗដែរទេហ្នឹងហើយអរគុណសម្រាប់ការតាមដានទស្សនារបស់ប្រេចប្រាបេតាហ្វាមបាទជួបគ្នានៅវីដេអូក្រោយនៅក្បាច់សីត្រីបន្តទៀតបងប្អូនបាទរងចាំទស្សនាបើបងប្អូនបានឃើញហើយជួយ Subscribe ជួយ Share បាទដើម្បីឲ្យបងប្អូនយើងអ្នកលេងត្រីបាទគាត់បានឃើញនិងបានទទួលបាទនៅក្បាច់ថ្មីបានចេះលេងត្រីទាំងអស់គ្នាបាទអរគុណសូមជម្រាបលាជួបគ្នានៅវីដេអូក្រោយ